ជាតិយើងមានភាពងាយស្រួលមែនទែនយើងមិនចាំបាច់register ក្រុមហ៊ុនទេសម្រាប់បច្ចុប្បន្នក៏ប៉ុន្តែពេលអនាគតខ្ញុំមិនហ៊ានធានាដែរដោយសារតែប្រហែលជាខាងរដ្ឋាភិបាលក្នុងប្រទេសនីមួយៗគេនឹងប្រមូលណារឹតយកពន្ធដារដែលពីការចំណេញលុយរបស់យើងចូលក្នុងរដ្ឋអញ្ចឹងប្រហែលគេអាចមានច្បាប់ទម្លាប់ណាមួយក្នុងការគ្រប់គ្រងការរកស៊ីតាមអនឡាញដោយតម្រូវឲ្យយើងបង់ពន្ធចេះបង់ពន្ធចុះដើម្បីឲ្យមានចំណូលទៅរដ្ឋក៏ប៉ុន្តែសម្រាប់បច្ចុប្បន្នកាលយើងឃើញអ្នកដែលរកស៊ីអនឡាញគឺយើងអត់ចាំបាច់បង់ពន្ធអីទាំងអស់ណាទី1យើងកំងបន្តិចតួចក៏បានដែរមិនចាំបាច់ពេញកុងតឺន័រក៏អាចកំងពីស្រុកក្រៅយកមកផ្គត់ផ្គង់ឬយកមកលក់នៅស្រុកខ្មែរបានដែរណាហើយសំខាន់មួយវិញទៀតយើងមិនចាំបាច់ចំណាយលុយណាទៅជួលទីតាំងទៅបើកហាងនៅលើដីទេតែយើងបើកហាងនៅលើពពកមិនទៅហៅថាបើកហាងនៅលើពពកបង្កើតបានទៅជា website បង្កើតបានទៅជា Facebook page ណាអញ្ចឹងយើងផលិតផលរបស់យើងគឺយើងតាំងលក់ជា digital ណានៅលើ page របស់យើងដោយឡែកផលិតផលជាក់ស្ដែងរបស់ដែលប៉ះបានគឺយើងនៅលើដីណាអញ្ចឹងនៅលើដីយើងមិនចាំបាច់តតែមានទីតាំងនៅទូតពុងនៅសាថ្មីនៅអីយើងមិនចាំបាច់ទេណាយើងដាក់នៅផ្ទះរបស់យើងនៅកន្លែងណាក៏បានណានៅស្រុកស្រែក៏បានណានៅជាយក្រុងក៏បានមិនចាំបាច់នៅកន្លែងដែលមានទីតាំងល្អនៅដូចជាបឹងកេងកងដូចជាសាថ្មីដូចជាទូរទស្សន៍មិនចាំបាច់ទេអញ្ចឹងវាធ្វើឲ្យយើងកាត់បន្ថយការចំណាយ